នេះកញ្ញាជាទីគោរពនឹងជាទីមេត្រីយើងមកជួបគ្នាសារជាថ្មីនៅក្នុងវគ្គកិច្ចសម្ភាសនៅក្នុងរាត្រីនេះទូរទស្សនិកជននេះខ្ញុំសូមជម្រាបជូនលោកនាងថានៅក្នុងវគ្គកិច្ចសម្ភាសនេះយើងលើកយកប្រធានបទពីការតាំងពិព័រណ៍ដែលការពីម្សិលមិញយើងបានលើកប្រធានបទការតាំងពិព័រណ៍ហើយក៏ប៉ុន្តែពិព័រណ៍ឯកទេសពាក់ព័ន្ធទៅនឹងសុខភាពសម្រស់តែហើយនៅក្នុងថ្ងៃនេះក៏យើងនិយាយពីការតាំងពិព័រណ៍ដែរគឺពិព័រណ៍បច្ចេកទេសដែលវាគ្មិនអញ្ជើញចូលរួមឆ្លើយតបនឹងសំណួររបស់នាងខ្ញុំគឺលោកនាងក៏ធ្លាប់ស្គាល់លោករួចមកហើយគឺលោកបេចន្ទ្រាជាប្រធានរៀបចំកម្មវិធីបាខំនិយាយអំពីការតាំងពិព័រណ៍បច្ចេកទេសនៅឯខេត្តកំពង់ចាមដែលការតាំងពិព័រណ៍បច្ចេកទេសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី24ដល់ថ្ងៃទី25ខែសីហាឆ្នាំ2013ខាងមុខតើការរៀបចំការតាំងពិព័រណ៍បច្ចេកទេសនេះក្នុងគោលបំណងអ្វីហើយនឹងមានការរំពឹងទុកយ៉ាងណាពីការចូលរួមទស្សនាក្នុងការតាំងពិព័រណ៍នេះសូមអញ្ជើញលោកនាងទស្សនានៅកិច្ចសម្ភាររបស់ខ្ញុំដូចតទៅចាសូមជម្រាបសួរសូមជម្រាបសួរចាសូមថ្លែងអំណរគុណដល់លោកចន្ទ្រាដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចូលរួមនៅក្នុងវគ្គកិច្ចសម្ភាសរបស់ប៉ុស្តិ៍ព័ត៌មានកម្ពុជា CNC លោកចន្ទ្រាដោយដែលខ្ញុំបានជម្រាបជូនលោកនាងអំបញ្ញមិញមុននឹងយើងចូលទៅកាន់សំណួរពាក់ព័ន្ធទៅនឹងការលម្អិតខ្លះៗស្ដីអំពីការតាំងពិព័រណ៍បច្ចេកទេសនេះខ្ញុំចង់ឲ្យលោកលើកអំពីកម្មវិធីបាខំនេះជាមុនហេតុអ្វីបានជារៀបចំឲ្យមាននៅបាខំនេះចា៎បាទតាមពិតទៅតកតងទៅនឹងកម្មវិធីបាខំនេះគោលបំណងយើងគឺយើងចង់ធ្វើយ៉ាងណាចែករំលែកចំណេះដឹងបាទតកតងទៅនឹងវិស័យបច្ចេកវិទ្យាក៏ដូចជាអាជីវកម្មដល់បងប្អូននិស្សិតនិងអ្នកជំនាញរបស់យើងផ្សេងបាទអញ្ចឹងតាមរយៈរឿងហ្នឹងគឺយើងបានព្រួយផ្ដើមជាមួយនឹងអ្នកស្ម័គ្រចិត្តផ្សេងទៀតយើងរៀបចំកម្មវិធីហ្នឹងធ្វើម៉េចឲ្យមានការជួបជុំហើយយើងអញ្ជើញវាគ្មិនដែលគាត់មានជំនាញនៅក្នុងវិស័យហ្នឹងមកផ្ដល់ជាប្រធានបទល្អៗដល់អ្នកចូលរួមយើងបាទដើម្បីពួកគាត់ទទួលបាននៅចំណេះដឹងថ្មីទាក់ទងនឹងវិស័យហ្នឹងដោយឥតគិតថ្លៃចាវិស័យបច្ចេកវិទ្យាបាទចាអញ្ចឹងមួយវិញទៀតថាតើនៅថ្ងៃទី24 25ខែសីហាការតាំងពិព័រណ៍បច្ចេកតាក់ទងទៅនឹងបច្ចេកទេសហ្នឹងថាតើហេតុអ្វីបានជាយើងយកខេត្តកំពង់ចាមឲ្យធ្លាប់ធ្វើតាំងពិព័រណ៍រហូតដល់ពេលនេះជាលើកទីប្រមាណហើយសម្រាប់លោកបាទសម្រាប់កម្មវិធីបាខំយើងហៅថាកម្មសិក្ខាសាលាចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យានិងអាជីវកម្មហ្នឹងគឺនៅក្នុងឆ្នាំ2013ហ្នឹងយើងធ្វើបាន2ដងរួចមកហើយទី1គឺយើងធ្វើនៅខេត្តសៀមរាបហើយនឹងលើកទី2គឺយើងធ្វើនៅខេត្តបាត់ដំបងហើយនៅថ្ងៃ24និង25ខាងមុខហ្នឹងគឺយើងនឹងធ្វើនៅទីរួមខេត្តកំពង់ចាមពីព្រោះយើងឃើញថាខេត្តដែលយើងចោះទៅហ្នឹងគឺយើងមានសាកលវិទ្យាល័យច្រើនដែរអញ្ចឹងយើងអាចនឹងធ្វើកម្មវិធីហ្នឹងដើម្បីផ្ដល់ជាចំណេះដឹងផ្សេងៗដល់ពួកគាត់បានចាលោកអាចជម្រាបបន្តិចទៅមើលថាតើការពីតាំងពីពណ៌លើកមុននៅខេត្តសៀមរាបនិងខេត្តបាត់ដំបងមានការចូលរួមយ៉ាងដូចម្តេចដែរចាបាទសម្រាប់ការរៀបចំនៅខេត្តទាំងពីរហ្នឹងគឺយើងមានអ្នកចូលរួមច្រើនដែរដូចជានៅសៀមរាបគឺយើងមានអ្នកចូលរួមប្រមាណជាង700នាក់ក៏ដូចគ្នាដែរសម្រាប់នៅខេត្តបាត់ដំបងគឺយើងមានអ្នកចូលរួមប្រហាក់ប្រហែលគ្នាហ្នឹងដែរហើយយើងមានវាគ្មិនប្រហែលជា30ទៅ40រូបដែលកាត់បានផ្ដល់នៅប្រធានបទជាង70ទៅ80ប្រធានបទដល់អ្នកចូលរួមទាំង5-600នាក់ហ្នឹងតើឥឡូវនេះថ្ងៃតាំងពិព័រណ៍នឹងធ្វើនៅថ្ងៃ24-25សីហាខាងមុខនេះថាតើមុននឹងការតាំងពិព័រណ៍ចូលមកដល់លោកមានធ្វើការផ្សព្វផ្សាយយ៉ាងដូចម្តេចដើម្បីគៀងគរយុវជនទាំងឡាយរួមទាំងអ្នកដែលពាក់ព័ន្ធនៅក្នុងវិស័យបច្ចេកវិទ្យានឹងបានចូលរួមនិងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកបាទតកតងទៅនឹងការផ្សព្វផ្សាយគឺយើងផ្សព្វផ្សាយទៅតាម poster ហើយនឹងជាពិសេសគឺយើងធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមពីព្រោះយើងឃើញថាបណ្ដាញសង្គមមានអ្នកប្រើប្រាស់ច្រើនដូច្នេះយើងក៏បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីហ្នឹងតាមបណ្ដាញសង្គមហ្នឹងដែលយើងមានអ្នកស្ម័គ្រចិត្តយើងទាំងនៅខេត្តកំពង់ចាមក៏ដូចជាអ្នកស្ម័គ្រចិត្តយើងនៅកន្លែងផ្សេងគឺគិតចូលធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានហ្នឹងឲ្យទៅដល់មិត្តភ័ក្តិរបស់គាត់ហើយយើងក៏មានបានធ្វើកម្មវិធីតូចតាមស្ថាប័នផ្សេងនៅទីរួមខេត្តកំពង់ចាមដើម្បីផ្សព្វផ្សាយព័ត៌មានហ្នឹងដល់ពួកគាត់ដើម្បីគាត់ផ្ដល់ព័ត៌មានហ្នឹងបន្តទៅដល់មិត្តភ័ក្តិរបស់គាត់ឲ្យមកចូលរួមកម្មវិធីហ្នឹងនៅខេត្តកំពង់ចាមនេះធ្វើនៅទីតាំងណាដែរលោកចន្ទ្រាសម្រាប់នៅកំពង់ចាមគឺយើងធ្វើនៅសាកលវិទ្យាល័យជាស៊ីមកំចាយមាសាខាខេត្តកំពង់ចាមបាទសាកលវិទ្យាល័យដូចទំបើកបានប្រហែលជា1ឆ្នាំជាងហ្នឹងទេបាទហើយយើងឃើញថាទីតាំងល្អហើយលោកប្រធានគ្រប់គ្រងនោះហ្នឹងគឺគាត់សហការជាមួយយើងដោយប្រសើរដើម្បី
រៀបចំកម្មវិធីនឹងឡើងនៅសាកលវិទ្យាល័យហ្នឹងបើតាមរូបភាពនឹងការចូលរួមនៅការតាំងពិព័រណ៍ការពីលើកមុនយើងសង្កេតឃើញថាមានយុវជនច្រើនណាចូលរួមតើលោកយកយ៉ាងម៉េចដែរចំពោះសន្ទុះយុវជននៅក្នុងការចូលរួមហើយតើបាខំផ្ដោតទៅលើតែយុវជនទេឬក៏យ៉ាងម៉េចចាតាមពិតទៅបាខំគឺយើងផ្ដោតទៅលើអ្នកដែលស្រឡាញ់ក្នុងវិស័យបច្ចេកវិទ្យាចាអញ្ចឹងយើងឃើញថាអ្នកដែលស្រឡាញ់ក្នុងវិស័យហ្នឹងភាគច្រើនពួកគាត់គឺជាយុវជនដែលគាត់មានហៅថាសក្តានុពលក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នោះបាទអញ្ចឹងយើងឃើញថាបានជាមានអ្នកចូលរួមភាគច្រើនគឺជាយុវជនប៉ុន្តែយើងមិនបានកំណត់ថាកម្មវិធីហ្នឹងគឺធ្វើឡើងសម្រាប់យុវជនទេគឺយើងធ្វើឡើងសម្រាប់គ្រប់គ្នាដែលចូលចិត្តក្នុងវិស័យនេះទាំងអង្គការសង្គមស៊ីវិលឬក៏ស្ថាប័នក្រុមហ៊ុនផ្សេងៗដែលគាត់ចាប់អារម្មណ៍គឺគាត់អាចអញ្ជើញចូលរួមបានចានេះខ្ញុំចង់ឲ្យលើកពីសារៈប្រយោជន៍ដែលលោកធ្លាប់បានរំពឹងកាលពីលើកមុនហើយលោកបានធ្លាប់ផ្ដល់នឹងលើកឡើងពីសារៈប្រយោជន៍ហ្នឹងហើយក៏ប៉ុន្តែថាតើលោកបានតាមដានមើលនៃក្រោយទៅពីការតាំងពិព័រណ៍លើកមុនមកតើវាបានផ្ដល់ផលប្រយោជន៍អ្វីជាក់ស្ដែងដែរទេចំពោះការចូលរួមការតាំងពិព័រណ៍ផ្នែកបច្ចេកវិទ្យានេះបាទអ្វីដែលខ្ញុំឃើញកត់សម្គាល់ខ្លាំងគឺការភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួមនិងអ្នកចូលរួមហើយនឹងវាគ្មិននឹងគឺជាចំណុចដែលខ្ញុំបានកត់សម្គាល់ឃើញខ្លាំងមានន័យថាយ៉ាងម៉េចចា៎មានន័យថាបន្ទាប់ពីយើងធ្វើកម្មវិធីហ្នឹងគឺពួកគាត់បានស្គាល់គ្នាអញ្ចឹងគាត់អាចទំនាក់ទំនងគ្នាតាមរយៈអ៊ីនធឺណិតអ៊ីមែលឬក៏តាមរយៈបណ្ដាញសង្គមដើម្បីធ្វើការសាកសួរនៅបទពិសោធន៍ឬក៏អ្វីដែលគាត់មានបញ្ហាផ្សេងជាមួយគ្នាបានហើយនឹងគាត់បានស្គាល់កម្មវិធីហ្នឹងអញ្ចឹងអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំគិតថាចាប់អារម្មណ៍ខ្លាំងជាងគេគឺការទំនាក់ទំនងរវាងអ្នកចូលរួមនិងអ្នកចូលរួមបាទដែលផ្ដល់សារៈសំខាន់ហើយក៏ជាការរំពឹងទុករបស់អ្នករៀបចំដែរព្រោះអ្នករៀបចំចង់ធ្វើម៉េចឲ្យពួកគាត់បានស្គាល់គ្នាគាត់អាចទំនាក់ទំនងគ្នាទៅថ្ងៃក្រោយមិនមែនបានន័យថាគាត់ជួបគ្នានៅថ្ងៃតែកម្មវិធីហ្នឹងហើយលែងមានទំនាក់ទំនងជាមួយគ្នានោះទេពីព្រោះបច្ចេកវិទ្យាគឺតាមរយៈអ៊ីនធឺណិតគឺគាត់អាចភ្ជាប់ទំនាក់ទំនងគ្នាទៅថ្ងៃក្រោយដល់ទៀតអាចទាំងនៅក្នុងវិស័យសង្គមអាចទាំងនៅក្នុងវិស័យអាជីវកម្មទៅពេលមុខផងដែរចាអញ្ចឹងកន្លងមកធ្លាប់មានប្រទេសណាហើយដែលគេចូលរួមនៅក្នុងកម្មវិធីនេះបើសិនជាយើងនិយាយប្រទេសចូលរួមឬក៏យើងនិយាយអំពីដែលរៀបចំកម្មវិធីហ្នឹងបើសិនបើយើងគិតថានៅក្នុងស្រុកខ្មែរយើងឃើញថាមានប្រទេសជាច្រើនបានចូលរួមនៅក្នុងកម្មវិធីរបស់នៅស្រុកខ្មែរយើងដែរហើយការពិតទៅកម្មវិធីហ្នឹងក៏មានការរៀបចំឡើងនៅជុំវិញប្រទេសនានានៅក្នុងពិភពលោកផងដែរហើយដូចជាខ្ញុំអីយើងធ្លាប់បានទៅចូលរួមនៅបាខេមវៀតណាមបាទហើយឬក៏បាខេមថៃបាខេមម៉ាឡេបាទអញ្ចឹងយើងមានច្រើនបាទចាអញ្ចឹងនេះខ្ញុំចង់ដឹងថាចាសំទោសនេះខ្ញុំចង់ដឹងថាយុវជនមកពីបណ្ដាប្រទេសផ្សេងចាសំទោសយុវជនដែលមកពីបណ្ដាប្រទេសផ្សេងក្រៅពីប្រទេសកម្ពុជាតើគេចាប់អារម្មណ៍ទៅនឹងការបង្ហាញជូនទៅលើផ្នែកអ្វីបាទអញ្ចឹងយើងឃើញថាសម្រាប់អ្នកដែលអញ្ជើញមកប្រទេសយើងគឺគាត់ចាប់អារម្មណ៍ទៅនឹងវិស័យបច្ចេកវិទ្យាដែលកំពុងតែកើតឡើងថ្មីហើយមានការអភិវឌ្ឍជាច្រើននៅក្នុងសង្គមយើងបច្ចុប្បន្នបាទទាំងនៅក្នុងការប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនក៏ដូចជាប្រយោជន៍សម្រាប់អង្គភាពស្ថាប័នឬក៏អាជីវកម្មរបស់ខ្លួនផងដែរបាទអញ្ចឹងនិយាយពីក្រៅពីខេត្តកំពង់ចាមថាតើលោកនឹងជ្រើសរើសយកខេត្តណាសម្រាប់ការរៀបចំនៃការតាំងពិព័រណ៍បច្ចេកវិទ្យានេះនៅក្នុងគម្រោងរបស់យើងសម្រាប់ឆ្នាំ2013គឺយើងបានរៀបចំកម្មវិធីនេះបន្ទាប់ពីខេត្តកំពង់ចាមគឺយើងនឹងរៀបចំនៅរាជធានីភ្នំពេញក៏ដូចជារៀបចំនៅ
ของក្រុងព្រះសីហនុផងដែរដែលសម្រាប់នៅរាជធានីភ្នំពេញគឺយើងនឹងធ្វើឡើងនៅថ្ងៃ19 20ខែ10ហើយនឹងកម្មវិធីសម្រាប់នៅក្នុងខេត្តព្រះសីហនុគឺយើងនឹងធ្វើឡើងនៅថ្ងៃទី7ទី8ខែធ្នូចុងឆ្នាំហ្នឹងបាទយើងនឹងធ្វើការរៀបចំហើយយើងនឹងក៏មានការអញ្ជើញអ្នកចូលរួមពីតាមទីរួមខេត្តផ្សេងដើម្បីឲ្យគាត់មានលទ្ធភាពមកចូលរួមនៅរាជធានីភ្នំពេញក៏ដូចជានៅខេត្តព្រះសីហនុផងដែរសម្រាប់ខេត្តកំពង់ចាមក៏ដូចគ្នាដែរគឺយើងបានអញ្ជើញអ្នកចូលរួមដែលមកពីខេត្តផ្សេងជាង150នាក់បាទមកតាំងពីមណ្ឌលគិរីរតនគិរីកញ្ចេះបាទស្ទឹងត្រែងកំពង់ធំសៀមរាបបាត់ដំបងគឺយើងអញ្ជើញពួកគាត់មកចូលរួមនៅទីរួមខេត្តកំពង់ចាមផងដែរចាអញ្ចឹងសង្ឃឹមថានៅក្នុងថ្ងៃនោះនឹងមានការចូលរួមច្រើនពីខាងយុវជនសម្រាប់ការតាំងវិព័រណ៍បច្ចេកទេសរបស់លោកចាលោកចន្ទរាយើងសូមស្លេះនៅកិច្ចសម្ភារតែត្រឹមប៉ុណ្ណេះហើយសូមថ្លែងអំណរគុណលោកដែលបានចូលរួមនិងផ្ដល់ព័ត៌មានមកកាន់យើងខ្ញុំចាទូរទស្សនិកជនកិច្ចសម្ភារនេះខ្ញុំរវាងលោកបេចន្ទរាដែលជាអ្នករៀបចំកម្មវិធីបាខំស្ដីអំពីការតាំងវិព័រណ៍បច្ចេកកម្ពុជាបានដល់ទីបញ្ចប់ហើយសូមលោកនាងទស្សនានៅកម្មវិធីបន្តទៀតរបស់យើងពីកម្មវិធីសំពេសម្រាប់មួយព្រឹកសិន